ហើយបងកុំសង្ឃឹមថាប្រើមនុស្សដោយមិនអភិវឌ្ឍនេះគឺជាកំហុសឆ្គងធ្ងន់ណាស់ករណីគាត់ត្រូវតែទៅអភិវឌ្ឍនៅពេលដែលគាត់ទៅដល់កន្លែងអភិវឌ្ឍព្រាមគាត់នឹងដឹងថាអ្វីដែលគាត់ធ្វើហ្នឹងត្រូវឬក៏មិនត្រឹមត្រូវចឹងមកខ្ញុំនិយាយពាក្យថាគាត់អត់ដឹងថាខ្លួនគាត់ត្រឹមត្រូវទេគាត់អត់ដឹងទេតែបើគាត់បានទៅអភិវឌ្ឍគាត់ដឹងព្រាមថាគាត់មិនត្រឹមត្រូវទេបងសួរខ្ញុំថាលោកគ្រូធ្វើម៉េចរៀនឲ្យប៉ាកែតាមខ្ញុំខកម៉ោង4តខ្ញុំនិយាយខ្ញុំមករៀនប៉ាកែប៉ុណ្ណឹងខ្ញុំគេងតែ3ម៉ោង4ម៉ោងឯងមួយថ្ងៃបានប៉ាកែហ្នឹងតែខ្ញុំនិយាយនឹងត្រូវអត់នាំគ្នាទៅផ្ទះវិញខកម៉ោង3រៀនដែរ3ខែក្រោយមិនងាប់បាត់តើខ្ញុំនិយាយជាសារដែលមិនត្រឹមត្រូវទេឃើញណាបាទគេង8ម៉ោងអញ្ចឹងសារដែលត្រឹមត្រូវគឺជាសារដែលឆ្លងកាត់អីការសិក្សាស្រាវជ្រាវត្រឹមអញ្ចឹងបើបងចង់ធ្វើអីក៏ដោយត្រឹមត្រូវផ្ទៀងជាមួយនឹងអីទ្រឹស្ដីវិទ្យាសាស្ត្រពីព្រោះទ្រឹស្ដីវិទ្យាសាស្ត្រឆ្លងកាត់ការពិសោធន៍អញ្ចឹងខ្ញុំឆ្លើយទៅបងស្រីមួយវិញថានឹងដែលបងស្រីនិយាយមិញហ្នឹងមានន័យថាបុគ្គលិកបងស្រីអត់ទាន់ស្គាល់ខ្លួនឯងទេហើយកន្លែងហ្នឹងបងស្រីថាខឹងគាត់មែន no ក្នុងនាមបងស្រីដែលជាអ្នកដឹកនាំនិងជាអ្នកគ្រប់គ្រងបងស្រីជាអ្នកបំលែងគាត់ពីរូបភាពអវិជ្ជមានឲ្យទៅអីវិជ្ជមានហើយបងកុំសង្ឃឹមថាប្រើមនុស្សដោយមិនអភិវឌ្ឍនេះគឺជាកំហុសឆ្គងធ្ងន់ណាស់បាទប្រើមនុស្សចង់ឲ្យមនុស្សនឹងប៉ាកែចង់ឲ្យមនុស្សនឹងឆ្លាតត្រូវតែអភិត្រូវតែឲ្យបុគ្គលិកបងចូលក្នុងការវគ្គបណ្ដុះបណ្ដាលហើយបងខ្លួនឯងបងអូនស្រីខ្លួនឯងក៏ត្រូវតែឆ្លងកាត់វគ្គបណ្ដុះបណ្ដាល